តើសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Audio Sound episode ទី4ចឹងថ្ងៃនេះ topic ដែលយើងនឹងនិយាយគឺ believe in yourself បានន័យថាជឿជាក់ទៅលើខ្លួនឯងអ្នកទាំងអស់គ្នាដឹងអត់ថាការជឿជាក់ទៅលើខ្លួនឯងវាគឺជាជំហានដំបូងនៃភាពជោគជ័យប្រយោគមួយនេះប្រហែលជាយើងទាំងអស់គ្នាធ្លាប់ឮញឹកញាប់ហើយប៉ុន្តែអត់ដឹងថាតើមានមនុស្សប៉ុន្មានអ្នកដែលពិតជាអនុវត្តវាជាក់ស្ដែងទៅមនុស្សគ្រប់រូបគឺមានសមត្ថភាពទាំងអស់មានទេពកោសល្យហើយមានតម្លៃរៀងៗខ្លួនប៉ុន្តែជាច្រើនដងហើយយើងមិនមែនបរាជ័យដោយសារតែយើងខ្វះសមត្ថភាពទេតែបរាជ័យដោយសារតែយើងអត់ជឿជាក់ទៅលើខ្លួនឯងចឹងហើយនៅពេលដែលយើងគិតថាខ្ញុំមិនអាចធ្វើបានទេឃ្លាមួយនេះគឺជាឃ្លាមួយដែលកំពុងតែបិទឱកាសមុនពេលដែលអ្នកទាំងអស់គ្នាបានចាប់ផ្ដើមធ្វើវាទៅទៀតចឹងការជឿជាក់ទៅលើខ្លួនឯងមិនមែនមានន័យថាយើងគិតថាខ្លួនឯងល្អឥតខ្ចោះឬក៏ល្អជាងអ្នកដទៃនោះទេប៉ុន្តែផ្ទុយទៅវិញវាគឺជាការទទួលស្គាល់ថាយើងក៏មានចំណុចខ្សោយប៉ុន្តែយើងមានឆន្ទៈរៀនកែលម្អហើយរីកចម្រើនជារៀងរាល់ថ្ងៃយើងអាចសម្គាល់ឃើញថាមនុស្សដែលគាត់ជឿជាក់ទៅលើខ្លួនឯងមិនខ្លាចនៃការរិះគន់ឬក៏ការបរាជ័យទេគឺពួកគាត់ដឹងថាកំហុសគឺជាមេរៀនមិនមែនជាទីបញ្ចប់អញ្ចឹងនៅក្នុងជីវិតយើងដូចគ្នាយើងជួបមនុស្សដែលមើលស្រាលយើងឬក៏ប្រាប់ថាយើងមិនអាចធ្វើបានប៉ុន្តែសំឡេងនៃសំខាន់ជាងគេគឺសំឡេងនៃចេញពីក្នុងចិត្តរបស់យើងបើសិនបើយើងនៅតែជឿជាក់នៅលើខ្លួនឯងហើយបន្តខិតខំប្រឹងប្រែងនោះពាក្យសម្ដីអវិជ្ជមានរបស់អ្នកដទៃមិនអាចកំណត់អនាគតរបស់យើងបានឡើយអញ្ចឹងយើងត្រូវហ៊ានសាកល្បងហ៊ានធ្វើកំហុសហ៊ានក្រោកឈរឡើងនិងហ៊ានដើរតាមក្តីសម័យរបស់ខ្លួនឯងចូលកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃព្រោះមនុស្សម្នាក់ៗវាមានដំណើរជីវិតនិងពេលវេលាជោគជ័យអត់ដូចគ្នាទេអ្វីដែលយើងត្រូវធ្វើនោះគឺធ្វើឲ្យខ្លួនឯងនៅថ្ងៃនេះប្រសើរជាងខ្លួនឯងកាលពីម្សិលមិញអញ្ចឹងយើងត្រូវចងចាំថាមុនពេលដែលអ្នកដទៃជឿជាក់លើអ្នកលើខ្លួនអ្នកត្រូវតែជឿជាក់លើខ្លួនឯងជាមុនសិនបានយើងអាចឲ្យអ្នកដទៃមកជឿជាក់លើយើងបានព្រោះថាការជឿជាក់ទៅលើខ្លួនឯងនេះវាគឺជាកម្លាំងចិត្តមួយដែលជួយឲ្យយើងឆ្លងកាត់នូវឧបសគ្គកែប្រែក្តីសម័យឲ្យក្លាយទៅជាការពិតហើយបង្កើតអនាគតដែលយើងប្រាថ្នាអញ្ចឹងជាចុងក្រោយខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នាកុំឲ្យការសង្ស័យរបស់ខ្លួនឯងក្លាយទៅជាឧបសគ្គដ៏ធំបំផុតនៅក្នុងជីវិតចូលជឿជាក់ទៅលើខ្លួនឯងព្រោះនោះគឺជាចំណុចចាប់ផ្ដើមនៃភាពជោគជ័យទាំងអស់អញ្ចឹងសរុបជារួមមកបើសិនជាយើងអត់ជឿជាក់លើខ្លួនឯងទេអត់ទុកចិត្តខ្លួនឯងទេតើឲ្យណាគេមកទុកចិត្តយើងអញ្ចឹងសង្ឃឹមថាយើងទាំងអស់គ្នា believe in yourself so ធ្វើអ្វីក៏ដោយក៏យើងត្រូវតែជឿជាក់លើខ្លួនឯងថាយើងធ្វើបានកុំគិតអវិជ្ជមានច្រើនពេកអាហ្នឹងវាគឺជាចំណុចនៃភាពជោគជ័យរបស់យើងគឺយើងអាចជោគជ័យបានតាមរយៈការជឿជាក់ទៅលើខ្លួនឯងការទុកចិត្តទៅលើខ្លួនឯងថាខ្លួនឯងអាចធ្វើវាបានអូខេអញ្ចឹងរឿងហ្នឹងក៏យើងអាចធ្វើបានដែរងាយឧទាហរណ៍មួយជាក់ស្ដែងយើងឡើងធ្វើបទបង្ហាញយើងចេះប៉ុន្តែពេលដែលយើងនិយាយទៅយើងខ្លាចខុសយើងខ្លាចបង្កើតនៅកំហុសអញ្ចឹងនៅពេលដែលយើងនិយាយយើងអត់មានភាពច្បាស់លាស់ភាពលះនៅក្នុងការនិយាយអញ្ចឹងធ្វើឲ្យអ្នកស្ដាប់ក៏គាត់មើលទៅគាត់មិនសូវជឿទុកចិត្តយើងដែរអញ្ចឹងយើងអាចឧទាហរណ៍ជាក់ស្ដែងនៅក្នុងករណីហ្នឹងទោះបីយើងចេះក៏ដោយបើយើងអត់ជឿជាក់លើខ្លួនឯងយើងអត់ហ៊ាននិយាយយើងអត់ហ៊ានថាយើងអត់ទុកចិត្តនៅអ្វីដែលយើងមានទេអញ្ចឹងវាអត់ធ្វើឲ្យយើងជោគជ័យនៅក្នុងការឡើង presentation ហ្នឹងទេអាហ្នឹងគឺជាឧទាហរណ៍មួយជាក់ស្ដែងដែលខ្ញុំជួបផ្ទាល់